ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់កម្មវិធីខ្លីៗអំពីដ្រូនកសិកម្ម DJI ក្នុងកម្មវិធីនេះក្រុមហ៊ុន DCA ចង់មកក្រើនរំលឹកបងប្អូនទាំងអស់គ្នាអំពីការធ្វើបច្ចុប្បន្នភាពដែលភាសាបច្ចេកទេសហៅថា update បងប្អូនទាំងអស់គ្នាគួរតែធ្វើបច្ចុប្បន្នភាពទៅលើ software drone របស់បងប្អូនដែលកំពុងតែប្រើឲ្យបានត្រឹមត្រូវរាល់ពេលដែលប្រព័ន្ធប្រតិបត្តិការនៃ drone បានស្នើសុំឲ្យយើង update ហើយក្រុមហ៊ុន DCA ប្រាប់បែបនេះក៏ព្រោះតែមានកត្តាជួយយើងជាច្រើនប្រសិនបើបងប្អូនទាំងអស់គ្នាបាន update ទាន់ពេលវេលាមានមូលហេតុដែលគួរតែ update ដូចខាងក្រោមទី1បង្កើនប្រសិទ្ធភាពនៃ drone កសិកម្មតាមរយៈសមត្ថភាពហោះហើររួមបញ្ចូលការឆ្លើយតបបានយ៉ាងឆាប់រហ័សជាងមុនទី2ទទួលបានមុខងារថ្មីៗប្រើប្រាស់បានទាន់សភាពការនៅពេលដែលរោងចក្រដើមបានអាប់ដេត software ថ្មីៗទី3បង្ការនៅពេលដែលប្រព័ន្ធប្រើប្រាស់មានភាពខុសប្រក្រតីដូចជាបញ្ហាលើមុខងារផែនទីដែលមាន GPS ឬក៏ sensor វាអាចនឹង error ដោយយថាហេតុទី4ពង្រឹងប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែមានសមត្ថភាពចាប់យកឧបសគ្គនិងចាប់សញ្ញាបានប្រសើរជាងកំណែទម្រង់ចាស់អញ្ចឹងសរុបមកវិញចំណុចទាំង4ខាងលើនេះគ្រាន់តែជាចំណុចត្រួសដែលចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យជ្រាបកាន់តែច្បាស់ថាបងប្អូនទាំងអស់គ្នានៅពេលដែល update បានទៀងពេលវេលាដែល drone បានស្នើសុំគឺទទួលបានលទ្ធផលល្អប៉ុន្តែដោយសារតែមាន drone កសិកម្មរបស់បងប្អូនយើងមួយចំនួនគឺកំពុងតែប្រើប្រាស់ model ពីមុនបើសិនបើធ្វើបច្ចុប្បន្នភាពញឹកញាប់ពេកអាចបណ្ដាលឲ្យមានបញ្ហារអាក់រអួលឬក៏ដំណើរការយឺតជាដើមអញ្ចឹងដើម្បីបង្ការពីបញ្ហានេះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែធ្វើបច្ចុប្បន្នភាពអាចសាកសួរមកកាន់ក្រុមការងារបច្ចេកទេសជាមុនសិនមុននឹងសម្រេចចិត្ត update បំណងល្អពីក្រុមហ៊ុន DCA មានតែប៉ុណ្្នឹងហើយដើម្បីទទួលបានចំណេះដឹងនៃការថែទាំ drone កសិកម្មបងប្អូនអាចតាមដានមកកាន់ page drone កសិកម្ម DCA និង complete like follow page ដើម្បីទទួលបានចំណេះដឹងផ្សេងៗនៃ drone កសិកម្ម DJI ពីក្រុមការងារ DCA